នំកងឈ្ងុយឆ្ងាញ់បងប្អូនមិត្តភ័ក្តិណាចូលចិត្តញ៉ាំនំកងខ្លះមកណែខ្ញុំធ្វើបានសម្រាប់ទេនេះឆ្ងាញ់ណាស់នំកងខាងស្រុកកាណាដាក៏ប៉ុន្តែនេះស្ករមកពីខ្មែរស្ករក្រហមមកពីខ្មែរសុទ្ធមែនហ្មងស្ករធម្មជាតិណាមើលតពណ៌ហ្នឹងក៏ដឹងដែរដាក់ឲ្យជើងក្រងចឹងមកថែមជាមួយណែដាក់ល្ងសមកនិយាយពីថាឈ្ងុយត្រូវជាតិគ្នាឆ្ងាញ់ហ្មងណាមួយនំកងហ្នឹងណាសួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញពីការធ្វើនំកងផុសខ្ញុំនៅខាងកាណាដានេះខ្ញុំធ្វើខ្លួនឯងណាហើយនេះធ្វើលើកទី2ហើយតាំងពីណៅនៅនេះជាង10ឆ្នាំមកតែធ្វើនំកងបាន2សាហ្នឹងឯងតែឆ្ងាញ់មែនអូរសជាតិម្សៅឡើងទន់ល្មើយមានជាតិហើយជាមួយនឹងត្រូវជាមួយស្ករហ្នឹងឡើងឈ្ងុយដាក់ល្ងទៀតនោះហ៎ម្សៅអត់រឹងទេម្សៅម្សៅឡើងទន់ឆ្ងាញ់ហ្មងព្រោះអីខ្ញុំដាក់ខ្ទិះដូងខ្ញុំអត់ដាក់ទឹកទេភាគច្រើនគេលាយជាមួយនឹងទឹកក៏ប៉ុន្តែម្សៅនេះខ្ញុំដាក់ជាមួយនេះហ្មងខ្ទិះដូងសុទ្ធហ្មងដាក់ម្សៅខ្សាយហើយនឹងម្សៅត្នោតតែពីរមុខហ្នឹងហើយខ្ទិះដូងមើលនេះតំណងឆ្ងាញ់ហ៎អាប៉ោងលឺហ្នឹងវាដូចអត់ខ្ញុំអត់ដាក់ baking powder អត់ដាក់ baking អីផងតែវាប៉ោងឡើងអញ្ចឹងហ្មងម្សៅហ្នឹងណាដល់អញ្ចឹងទៅឃើញពកនៅលើនឹងតិចរូបរាងអត់សូវស្អាតហ្មងនេះក៏ប៉ុន្តែរសជាតិគឺថា the best ហ្មងឲ្យលេខ1ហ្មងរបស់នេះកម្របានរញ៉ាំមកបងអើយបងប្អូនអើយនៅខាងខ្ញុំនេះនៅតាមផ្សារអត់មានលក់សោះហ្មងនំកងនេះអញ្ចឹងពេលចង់ញ៉ាំក៏មិនងាយបានធ្វើញ៉ាំដែរពីព្រោះអីកម្រមានស្ករក្រហមអញ្ចឹងបើដាក់ស្ករសយើងក៏បានដែរតែវាអត់សូវឈ្ងុយឆ្ងាញ់ដូចស្ករក្រហមយើងណាជាពិសេសបើបានតែស្ករសុទ្ធទៀតរឹតតែឈ្ងុយហ្មងអ្នកនៅខាងស្រុកគេនេះចង់ញ៉ាំអីជាពិសេសអារបស់អញ្ចឹងណាគឺត្រូវតែធ្វើញ៉ាំខ្លួនឯងត្រូវតែស្វះស្វែងរកធ្វើញ៉ាំខ្លួនឯងអានេះខ្ញុំធ្វើញ៉ាំពេលជប់លៀងញ៉ាំអីជុំគ្នាប្រចាំសប្តាហ៍ជាមួយបងប្អូនមិត្តភ័ក្តិអញ្ចឹងណានេះម្ហូបដែលត្រូវញ៉ាំពេលជប់លៀងនឹងមើលសិតតែនំខ្មែរទាំងអស់មាននំសណ្ដែកនំគ្រក់អានេះមកអ៊ំខ្ញុំគាត់ញ៉ាំគាត់ចូលចិត្តតែនំហ្នឹងគាត់ភ្លក់គ្រប់រសជាតិនំកងក៏គាត់ញ៉ាំបាននំគ្រក់ក៏គាត់ញ៉ាំមើលណែឃើញមានគ្រប់មានបុកល្ហុងមានសាយ៉មានសារាយចាក់អសសដូចបាយនោះអានឹងតប៉ែពណ៌សអូនិយាយទៅមានចម្រោះគ្រប់រសជាតិហ្មងមានពូទីនអាហ្វ្រីតនេះទុកសម្រាប់ដាក់ពូទីននោះឃើញទេចំណីចំណុកឲ្យតែពេលថាចង់ញ៉ាំអីជុំគ្នាធ្វើគ្រប់បែបយ៉ាងមានតាំងសាយ៉ស្រួយទៀតអូមាននំសណ្ដែកមានអីទៀតអានេះស្លាប់មន់បោកមិត្តភ័ក្តិបងប្អូនអត់មានកែបបោកមែនតែស្លាប់មន់បោកគឺថាឆ្ងាញ់ដូចកែបបោកយើងអញ្ចឹងហ្នឹងហើយវីដេអូខ្លីនេះមានតែប៉ុណ្្នឹងទេគ្រាន់ចង់បង្ហាញថ្ងៃជុំគ្នាពីចុងសប្តាហ៍ផងពួកខ្ញុំនឹងហើយបានធ្វើនំចំណីម្ហូបខ្មែរយើងកម្រហ្នឹងអូខេអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា